ជំរាបសួរនិងសួស្តីបងប្អូនដែលស្រឡាញ់និងចូលចិត្តកិច្ចការងារ graphic design ទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមស្វែងយល់និងរៀនសូត្រអំពីកម្មវិធី Adobe Photoshop ថ្ងៃនេះខ្ញុំនឹងចូលរួមចែករំលែកចំណេះដឹងទាក់ទងជាមួយនឹងការប្រើប្រាស់ Move Tool នៅក្នុងកម្មវិធី Adobe Photoshop អូខេអញ្ចឹងយើងកុំឲ្យខាតពីយូរយើងបើកកម្មវិធី Adobe Photoshop ទាំងអស់គ្នាអូខេនេះគឺជាផ្ទាំងថ្មីមួយរបស់កម្មវិធី Adobe Photoshop ហើយដើម្បីធ្វើការកិច្ចការងារនៅលើកម្មវិធីបានយើងត្រូវបង្កើតផ្ទាំងឯកសារថ្មីមួយដែលខ្ញុំបានបង្រៀននៅវីដេអូមុនដូច្នេះយើងចូលទៅក្នុង file យើងបង្កើត new អូខេអញ្ចឹងយើងបង្កើតផ្ទាំងការងារមួយតាក់ទងជាមួយនឹងឈ្មោះអូខេបន្ទាប់មកយើងធ្វើការកំណត់ទៅលើទំហំការងាររបស់យើងបាទតាក់ទងជាមួយទទឹងជាមួយនឹងកម្ពស់របស់ផ្ទាំងការងារហើយຂະຫນាតគឺជា pixel resolution 300 inch RGB color 8 bit ហើយខ្ញុំជ្រើសរើស background white អូខេអញ្ចឹងយើង create អូខេអញ្ចឹងនេះគឺជាផ្ទាំងការងាររបស់យើងសម្រាប់កម្មវិធី Photoshop ដូច្នេះនេះគឺជាផ្ទាំង background អញ្ចឹងនៅពេលដែលយើងមើលទៅលើផ្នែកខាងឆ្វេងដៃយើងនឹងឃើញមាននៅ tool មួយដែលមានសញ្ញាបែបនេះហើយជា logo គឺជានិមិត្តសញ្ញានៃការ select ទៅលើឬក៏ការឈរនៅលើ move tool នៅក្នុងកម្មវិធី Adobe Photoshop move tool គឺជាគេហៅ basic ឬក៏ជាកម្មវិធី tool មួយដែលយើងប្រើប្រាស់ញឹកញាប់ដើម្បីធ្វើការបំលាស់ទីដើម្បីធ្វើការរំកិលនិងក៏ដូចជា select នៅលើ object ឬក៏ layer ណាមួយដែលយើងចង់ធ្វើការកែប្រែអូខេអញ្ចឹងដើម្បីយើងអាច select move tool បានត្រឹមត្រូវយើងត្រូវមើលកន្លែងខាងលើនេះដែលជាចំណុចដែលយើងគួរតែចងចាំគឺយើងត្រូវយក auto select មានន័យថាយើងត្រូវ tick វាហើយកន្លែងនេះយើងអាចឈរនៅលើ group ប៉ុន្តែបើយើងចង់ select នៅលើ layer ណាមួយនៅក្នុងការងារកិច្ចការងាររបស់យើងអាច select យក layer បានប៉ុន្តែក្នុងមេរៀននេះយើង select យក group ហើយ show transform control មានន័យថានៅពេលដែលយើងធ្វើការពង្រីកឬក៏ពង្រួមឬក៏ move នៅលើ object ណាមួយយើងអាចមើលឃើញអំពីជ្រុងរបស់វាដែលវាធ្វើការ move ហើយចំណុចខាងលើនេះគឺជាការកំណត់ទៅលើទីតាំងរបស់ object ឬក៏ layer របស់យើងធៀបទៅនឹងផ្ទាំង canvas របស់យើងផ្ទាំង canvas គឺមានន័យថាគឺជាផ្ទាំងការងារទាំងមូលដែលយើងបានបង្កើតឡើងនេះអញ្ចឹងយើងមាន option នៅក្នុងហ្នឹងគេហៅ alignment ដែលបងប្អូនអាចឃើញនៅកន្លែងត្រី3អញ្ចឹង alignment ខាងលើតកតងជាមួយនឹងផ្ទាំង canvas ទាំងមូលដែលយើងតម្រូវឲ្យវានៅកដាលជួរឈរឬក៏នៅកដាលជួរដេកឬក៏យើងចង់ឲ្យវានៅខាងឆ្វេងឬខាងស្ដាំឬក៏យើងចង់ឲ្យវានៅខាងលើឬខាងក្រោមនៃផ្ទាំង canvas ឬក៏ផ្ទាំងការងាររបស់យើងប៉ុន្តែចំណុចដែលយើងគួរកត់ចំណាំគឺតកតងជាមួយនឹង alignment tool អញ្ចឹងប្រសិនបើយើង select យក selection មានន័យថាយើង select ទៅលើ layer ឬក៏ object ណាមួយដែលយើងចង់ឲ្យវានៅស្មើគ្នាឬក៏វាស្របគ្នាអញ្ចឹងបើសិនជាយើងចង់ឲ្យផ្ទាំងណាមួយដែលយើងចង់ឲ្យវានៅកណ្ដាលផ្ទាំង canvas ឬក៏ផ្ទាំងការងារទាំងមូលរបស់យើងគឺយើងត្រូវ select canvas អញ្ចឹងចំណុចនេះខ្ញុំនឹងបង្ហាញបងប្អូននៅបន្តិចទៀតអញ្ចឹងដើម្បីយើងអាចស្វែងយល់កាន់តែច្បាស់អំពី move tool បងប្អូនគួរកត់ចំណាំដែរថា move tool នៅពេលដែលយើង select ឈរនៅលើ tool ណាមួយផ្សេងយើងចង់ត្រឡប់មក move tool វិញនៅលើ keyboard យើងគ្រាន់តែចុចអក្សរ V អញ្ចឹងនៅពេលដែលយើងចុចអក្សរ V វានឹង load automatic ទៅលើ move tool របស់យើងឧទាហរណ៍យើងឈរនៅក្នុង text tool អញ្ចឹងវានឹងចេញផ្ទាំងឲ្យយើងទៅសេអក្សរប៉ុន្តែយើងចង់ត្រឡប់ទៅ move tool វិញយើងគ្រាន់តែ press អក្សរ V ឬក៏ចុចអក្សរ V នៅលើ keyboard របស់យើងវានឹងរត់ទៅលើ move tool វិញបាទដោយសារតែ move tool គឺជា tool ដែលយើងប្រើជាប្រចាំហើយនឹងញឹកញាប់ដូច្នេះវាស្ថិតនៅខាងលើគេហ
ហើយក៏វាអាស្រ័យទៅលើការ set up របស់បងប្អូនថាតើបងប្អូនចង់ដាក់វានៅទីតាំងណាមួយក៏ដូចគ្នានៅក្នុង move to យើងមាន2ដែលបងប្អូនធ្វើការ click mouse ស្ដាំនៅលើ mouse របស់បងប្អូនក៏នៅលើ mouse pad បងប្អូនអាចមានឃើញ move tool ដែលតាំងលើអក្សរ V ឬក៏ Artboard បើសិនជាបងប្អូនមានគេហៅថាទាំង project ច្រើនបងប្អូនអាចប្រើជា Artboard ប៉ុន្តែនៅក្នុងកម្មវិធីដំបូងដែលយើងនឹងសិក្សាស្វែងយល់យើងធ្វើការសិក្សាស្វែងយល់តែនៅលើ move tool នៅលើផ្ទាំងការងារតែមួយសិនបាទដូច្នេះកម្មវិធី Adobe Photoshop move tool គឺជា tool មួយដែលយើងប្រើសម្រាប់ធ្វើការរំកិលធ្វើការទាញផ្លាស់ប្ដូរទីតាំងរបស់ object ឬក៏ layer ណាមួយនៅក្នុង Adobe Photoshop យើងអាចឃើញ layer នឹងបង្កើតថ្មីនៅពេលដែលយើងមានជាផ្ទាំងរូបភាពឬក៏ផ្ទាំងឯកសារណាមួយដែលវាដែលយើងបានទាញវាចូលអញ្ចឹងបងប្អូនអាចមើលឃើញនៅពេលដែលយើងទាញឯកសារឬក៏ទាញរូបភាពណាមួយវានឹងបង្កើតផ្ទាំង layer ថ្មីនេះគឺជាផ្ទាំង layer ថ្មីដែលបង្កើតឡើងនៅពេលដែលយើង place រូបភាពនេះចូលបាទអញ្ចឹងនៅពេលនេះយើងឃើញថា move to វាអត់មាន select ទេដោយសារតែយើងបានធ្វើការបញ្ចូលនៅ layer ថ្មីអញ្ចឹងដើម្បីឲ្យ move to load មកវិញបានលុះត្រាតែយើងចុច tick បាទ tick មានន័យថាអូខេយើងយល់ព្រមនៅក្នុងការដាក់រូបភាពនឹងចូលនៅក្នុងផ្ទាំងការងាររបស់យើងបាទនៅពេលដែលយើង click OK គឺមានន័យថាផ្ទាំងនេះវាចូលទៅក្នុងផ្ទៃការងាររបស់យើង move to ក៏វាត្រឡប់មកវិញបាទអញ្ចឹងដើម្បីអាចយើងចង់ធ្វើការរំកិល object របស់យើងមួយនេះទៅឆ្វេងទៅស្ដាំឬក៏លើក្រោមយើងត្រូវការពិនិត្យមើលលើ mouse ឬក៏ tool ដែលយើងឈរនៅគឺ make sure ថាយើងស្ថិតនៅលើ move tool ប្រសិនបើបងប្អូនឈរនៅលើផ្ទាំងឬក៏ tool ផ្សេងយើងមិនអាចធ្វើការចាប់ឬក៏ move ការងាររបស់យើងបានទេអញ្ចឹងដើម្បីអាចត្រឡប់មកវិញយើងចុចអក្សរ V វានឹងមកត្រឡប់មកផ្ទាំងដើមបាទនេះគឺជាគោលការណ៍នៃការប្រើប្រាស់ move tool មួយវិញទៀតបងប្អូនក៏អាចប្រើ move tool ដើម្បីចាប់ទាញ object ឬក៏រូបភាពនៅក្នុងផ្ទាំងថ្មីឬក៏ការងារថ្មីដើម្បីបញ្ចូលមកក្នុងផ្ទាំងការងាររបស់យើងដែលយើងកំពុងធ្វើកិច្ចការងារផងដែរឧទាហរណ៍ដូចជារូបមួយនេះខ្ញុំចង់ទាញឬក៏យករូបភាពមួយនេះទៅមកដាក់នៅក្នុងផ្ទាំងការងាររបស់ខ្ញុំអញ្ចឹងខ្ញុំអាចទាញពីផ្ទាំងការងារថ្មីមួយនេះបញ្ចូលមកក្នុងផ្ទាំងការងារដែលខ្ញុំកំពុងធ្វើដោយប្រើ move to បានអញ្ចឹងដើម្បីធ្វើការផ្លាស់ប្ដូរទំហំដើម្បីធ្វើការពង្រីកឬក៏បង្រួមគឺយើងប្រើប្រាស់ move tool នៅពេលដែលយើងធ្វើការ move ឬក៏បង្រីកមករួម make sure យើង touch នៅលើកិច្ចការងារពីព្រោះថានៅក្នុងកម្មវិធី Adobe Photoshop move tool នៅពេលដែលយើងធ្វើការផ្លាស់ប្ដូរទំហំណាមួយរបស់ layer ឬក៏ object របស់យើងវាទាមទារឲ្យយើងធ្វើការ confirm ថាតើយើងចង់ផ្លាស់ប្ដូរមកទំហំនឹងមែនឬក៏អត់អូខេអញ្ចឹងនេះគឺជាការប្រើប្រាស់ move tool បាទអញ្ចឹងតកតងជាមួយនឹងចំណុចដំបូងដែលខ្ញុំជម្រាបបងប្អូនតកតងជាមួយនឹងការធ្វើ alignment អញ្ចឹងដើម្បីអាចកំណត់ alignment បានលុះត្រាតែយើងឈរនៅលើ move tool ហើយមាន2 scenario ប្រសិនបើបងប្អូនចង់ឲ្យឧទាហរណ៍រូបបាល់មួយនេះស្ថិតនៅក្នុងកណ្ដាលឬក៏ចំកណ្ដាលយើងពិបាកសេរីយើងអាចមើលឃើញនៅពេលដែលយើង move object របស់យើងសំទោសបាននៅចំកណ្ដាលឬក៏អត់តាមរយៈការ indicate បន្ទាត់ indicator ដែលវាបង្ហាញនេះប៉ុន្តែជានិច្ចកាលនៅពេលដែលយើងមាន element ច្រើនឬក៏ layer ច្រើនយើងពិបាកនឹងការស្មានប៉ុន្តែបើសិនជាបងប្អូនចង់ធ្វើការដាក់ alignment ឲ្យ object មួយនេះស្ថិតនៅចំកណ្ដាលបងប្អូនគ្រាន់តែ select យកចំណុច layer ចំណុច alignment ដែលមានរូប tray 3នេះហើយបន្តមកទៀតបងប្អូន select យក canvasអញ្ចឹងនៅពេលដែលបងប្អូន select យក canvas មាននឹងបង្ហាញថាយើងចង់ធ្វើ alignment horizontal center ហើយនឹង alignment vertical centers អញ្ចឹងប្រសិនបងប្អូនចង់ឲ្យវានៅកណ្ដាលយើងគ្រាន់តែចុច horizontal center ហើយបើសិនជាបងប្អូនចង់ឲ្យវានៅកណ្ដាលជាផ្ដេកគឺបងប្អូន select នៅកន្លែង select vertical center
អូខេចឹងតើតើជាមួយនឹងការ select ឲ្យobject ឬក៏ element ឬក៏ layer នៅចំកណ្ដាលផ្ទាំង canvas ឬក៏ផ្ទាំងកិច្ចការងាររបស់យើងគឺយើង select បែបហ្នឹងហើយមួយចំណុចទៀតតើតើជាមួយនឹងselection មានន័យថាយើងធ្វើការ alignment រវាង object 2ឬក៏ element 2ឲ្យវានៅចំកណ្ដាលគ្នាអញ្ចឹងបើបងប្អូនselect ទៅលើរូបភាពទាំងពីរនេះវានឹងបង្ហាញដូចគ្នាតែយើងចង់ alignment បែបណាអញ្ចឹងមានន័យថាវាអត់នៅផ្ទាំងកណ្ដាលនៃផ្ទាំងការងារទេវាគឺចំកណ្ដាលត្រួតស៊ីគ្នារវាង object 2ប៉ុន្តែបងប្អូនត្រូវឈរនៅលើ move tool ទើបអាចធ្វើការរំកិលឬក៏ដាក់ឲ្យ object វាត្រួតស៊ីគ្នាឬក៏ align គ្នាបានបើមិនបងប្អូនចង់ឲ្យស្មើលើក្រោមបងប្អូនចុចមួយទៀតនៅកន្លែង alignment vertical centers អញ្ចឹងមានន័យថាទាំងlayer ទាំងពីរនេះវាត្រួតស៊ីគ្នាហើយបងប្អូនក៏អាច move ទាំងពីរនេះឲ្យទៅទីតាំងណាមួយរបស់ layer របស់ទាំងការងាររបស់យើងបានដូចគ្នាអញ្ចឹងដើម្បីធ្វើការ alignment ឲ្យរូបទាំងពីរនេះនៅចំកណ្ដាលផ្ទាំងផ្ទៃការងារយើងត្រូវ select យក canvas ហើយយើង select ទាំងពីរគឺ align vertical line vertical center ហើយនឹង align horizontal center អញ្ចឹងនេះគឺជាផ្នែកឬក៏មេរៀនត្រួសឬក៏ចំណេះដឹងត្រួសតាក់ទងជាមួយនឹងកម្មវិធី Move Tool បើសិនបើបងប្អូនមានចម្ងល់ឬក៏មានជាសំណួរបងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមរបស់យើងខ្ញុំបានបាទសូមអរគុណ